ជំរាបសួរប្រិយមិត្តជាទីគោរពនិងជាទីរាប់អានថ្ងៃនេះយើងមកដឹងច្បាប់ទាំង48ប្រការនៃអំណាចរួមមានដូចជាប្រការ1កុំធ្វើខ្លួនឯងមើលទៅពូកែជាងចៅហ្វាយប្រការ2កុំទុកចិត្តមិត្តភ័ក្តិខ្លាំងពេកចូលរៀនប្រើសត្រូវឲ្យមានប្រយោជន៍ប្រការ3លាក់បាំងគោលបំណងពិតរបស់អ្នកប្រការ4តែងតែនិយាយតិចជាងចាំបាច់ប្រការ5កេរ្តិ៍ឈ្មោះរបស់អ្នកមានតម្លៃជាអនេកដូច្នេះចូលរក្សាវាឲ្យបានខ្ជាប់ខ្ជួនប្រការ6ទាក់ទាញការចាប់អារម្មណ៍ឲ្យបានទោះបីជាត្រូវចំណាយក្នុងតម្លៃណាក៏ដោយប្រការ7ចូលប្រើអ្នកដទៃឲ្យធ្វើការងារជំនួសអ្នកប៉ុន្តែត្រូវប្រកាសថាអ្នកទទួលកិត្តិយសទាំងអស់នោះតែម្នាក់ឯងប្រការ8ទាក់ទាញអ្នកដទៃឲ្យមករកអ្នកដោយប្រើនុយបើចាំបាច់ប្រការ9ចូលយកជ័យជំនះតាមរយៈសកម្មភាពជាក់ស្ដែងមិនមែនតាមរយៈការឆ្លោះប្រកែកឡើយប្រការ10ជៀសវាងឲ្យឆ្ងាយពីឥទ្ធិពលអវិជ្ជមានការពារខ្លួនអ្នកពីមនុស្សមិនសប្បាយចិត្តនិងសំណាងអាក្រក់ប្រការ11ចូលរៀនធ្វើឲ្យអ្នកដទៃពឹងផ្អែកលើអ្នកប្រការ12ប្រើភាពស្មោះត្រង់និងសប្បុរសធម៌ខ្លែងខ្លាយដើម្បីបោកបញ្ឆោតគូប្រកួតប្រជែងរបស់អ្នកប្រការ13នៅពេលដែលអ្នកស្នើសុំជំនួយចូលសង្កត់ធ្ងន់ទៅលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេកុំពឹងផ្អែកលើការអាណិតអាសូរនិងការដឹងគុណរបស់ពួកគេឲ្យសោះប្រការ14សេពគប់ជាមិត្តប៉ុន្តែស៊ើបការយ៉ាងលម្អិតដូចជាចាបុរសប្រការ15កុំតិចសត្រូវរបស់អ្នកឲ្យខ្ទេចខ្ទីគ្មានខ្សល់ប្រការ16ចូលប្រើប្រាស់អវត្តមានរបស់អ្នកដើម្បីបង្កើនការគោរពនិងលើកតម្កើងកិត្តិយសប្រការ17ធ្វើឲ្យអ្នកដទៃស្ថិតក្នុងស្ថានភាពភ័យខ្លាចបណ្ដោះភាពមិនអាចស្មានដឹងបានប្រការ18កុំសាងសង់បន្ទាយដើម្បីការពារខ្លួនអ្នកឲ្យសោះព្រោះភាពឯកោគឺជារឿងដ៏គ្រោះថ្នាក់ប្រការ19ត្រូវស្គាល់មុខស្គាល់ចិត្តមនុស្សឲ្យបានច្បាស់លាស់មុននឹងធ្វើសកម្មភាពអ្វីមួយដើម្បីកុំឲ្យបាបដល់អ្នកដែលគ្មានកំហុសប្រការ20កុំសន្យាឬបដិញ្ញាចិត្តចំពោះនរណាម្នាក់លើកលែងតែខ្លួនឯងប្រការ21ធ្វើល្ងងដើម្បីចាប់មនុស្សល្ងងត្រូវធ្វើល្ងងជាងគោលដៅរបស់អ្នកប្រការ22ប្រើយុទ្ធសាស្ត្រចុះចាញ់បំលែងភាពទន់ខ្សោយទៅជាអំណាចប្រការ23ប្រមូលផ្ដុំកម្លាំងរបស់អ្នកប្រការ24ធ្វើជាអ្នករាជការដ៏ឆ្លាតវៃប្រការ25ចូលកសាងអត្តសញ្ញាណថ្មីរបស់អ្នកដោយខ្លួនឯងប្រការ26រក្សាភាពស្អាតស្អំរបស់អ្នកប្រការ27ចូលប្រើប្រាស់សេចក្តីត្រូវការខាងជំនឿរបស់មនុស្សដើម្បីប្រមូលផ្ដុំការគាំទ្រដ៏ងប់ងល់មួយក្រុមប្រការ28ចូលធ្វើសកម្មភាពដោយភាពក្លាហានប្រការ29រៀបចំផែនការឲ្យដល់ទីបញ្ចប់ប្រការ30បង្ហាញសមិទ្ធផលដោយភាពស្ទាត់ជំនាញហាក់ដូចជាគ្មានការប្រឹងប្រែងប្រការ31គ្រប់គ្រងជំរើសបង្ខំអ្នកដទៃឲ្យលេងបៀតាមដែលអ្នកចែកប្រការ32កេងចំណេញទៅលើការស្រមើស្រមៃរបស់មនុស្សប្រការ33តែងរកចំណុចខ្សោយរបស់មនុស្សម្នាក់ៗប្រការ34ធ្វើជាស្ដេចតាមផែនការរបស់អ្នកផ្ទាល់ប្រព្រឹត្តខ្លួនឲ្យដូចជាស្ដេចដើម្បីទទួលបានការគោរពជាស្ដេចប្រការ35ចូលស្ទាត់ជំនាញសិល្បៈក្នុងការគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវប្រការ36អ្វីដែលមិនអាចដណ្ដើមបានកុំប្រាថ្នាការបំភ្លេចវាចោលគឺជាការសងសឹកដ៏ពូកែបំផុតប្រការ37សាងទស្សនីយភាពដ៏អស្ចារ្យទាក់ទាញចិត្តប្រការ38រក្សាគំនិតឯករាជ្យតែប្រព្រឹត្តតាមទំនៀមទម្លាប់ប្រការ39កូរទឹកដើម្បីចាប់ត្រីប្រការ40គ្មានអាហារថ្ងៃត្រង់ណាដែលឥតគិតថ្លៃឡើយប្រការ41ចូលជៀសវាងការដើរតាមកន្លងរបស់បុរសដ៏អស្ចារ្យប្រការ42វាអ្នកគង់វាលហ្វូងជៀមនិងបំបីខ្ញែកប្រការ43យកឈ្នះចិត្តនិងគំនិតរបស់អ្នកដទៃប្រការ44ប្រើយុទ្ធសាស្ត្រឆ្លោះបញ្ចាំងដើម្បីបន្សាបឥទ្ធិពលនិងធ្វើឲ្យគេក្តៅស្លឹកក្រចៀកប្រការ45ចូលអំពាវនាវឲ្យមានការផ្លាស់ប្ដូរចុះប៉ុន្តែសូមកុំធ្វើការកំណែទម្រង់ច្រើនមកពេកក្នុងពេលតែមួយប្រការ46កុំបង្ហាញខ្លួនថាល្អឥតខ្ចោះពេកប្រការ47កុំធ្វើអ្វីឲ្យហួសពីគោលដៅដែលអ្នកបានកំណត់
ពេលដែលទទួលបានជោគជ័យហើយត្រូវដឹងថាពេលណាគួរឈប់ប្រការ48ជាប្រការចុងក្រោយចូលប្រែប្រួលដោយទឹកគ្មានទម្រង់ពិតប្រាកដនៅក្នុងប្រការនីមួយៗសូមបងប្អូនរងចាំទស្សនាស្ដាប់នៅវីដេអូក្រោយសូមអរគុណ